Shalom ព្រះបន្ទូលលើកទី7ថ្ងៃទី15ខែឧសភាមានចំណងជើងថាខាតបង់ដោយមិនបានយកចិត្តទុកដាក់អត្ថបទសរសេរដោយ Oswald Chambers បកប្រែសម្រួលនិងអានដោយអមសំយូអែលព្រះគម្ពីរថ្ងៃនេះរបារខ្សត្រទី2ចំពុក15ខ16ដល់ខ17អានាមអាកាជាព្រះមាតាស្ដេចអេសាទ្រង់ក៏ដកពីតំណែងជាមាតាលួងចេញហើយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះអេសាទ្រង់ក៏កាប់រំលំរូបនោះកាន់កំទេចជាផងយកទៅដុតចោលនៅត្រង់ជ្រោះកេដ្រុនតែអធិខ្ពស់ទាំងប្រមាណនោះមិនបានបំបត្តិចេញពីស្រុកអ៊ីស្រាអែលទេប៉ុន្តែអេសាទ្រង់មានប្រតិស្មោះត្រង់អស់មួយប្រជញ្ញទ្រង់ក្នុងជីវិតរបស់ទ្រង់អេសាមិនបានស្ដាប់បង្គាប់ទាំងស្រុងនៅផ្នែកខាងក្រៅដែលអាចមើលឃើញទេទ្រង់ស្ដាប់បង្គាប់តែការអ្វីដែលទ្រង់ចាត់ទុកថាជាផ្នែកសំខាន់បំផុតប៉ុន្តែការនេះមិនត្រឹមត្រូវទាំងស្រុងទេចូលប្រយ័ត្ននឹងការគិតថាអូរបស់នោះមិនជាសំខាន់អ្វីច្រើនទេនៅក្នុងជីវិតរបស់ខ្ញុំតែការដែលអ្នកគិតថាមិនសំខាន់ចំពោះអ្នកអាចជារបស់សំខាន់ចំពោះព្រះគ្មានអ្វីដែលកូនព្រះអាចចាត់ទុកថាជារឿងតូចតាចឡើយតែយើងនឹងរៀបរៀងព្រះមិនឲ្យបង្រៀនយើងដល់ណាទៀតទ្រង់នៅតែព្យាយាមបង្រៀនយើងហើយទ្រង់មិនដែលបាត់បង់ការអត់ធ្មត់របស់ទ្រង់ឡើយអ្នកនិយាយថាខ្ញុំដឹងថាខ្ញុំមានភាពត្រឹមត្រូវជាមួយព្រះប៉ុន្តែទីសក្ការៈនៅកន្លែងខ្ពស់នៅតែមាននៅក្នុងជីវិតរបស់អ្នកហើយគឺអ្នកនៅមានតំបន់នៃការមិនស្ដាប់បង្គាប់តែអ្នកតវ៉ានៅក្នុងចិត្តរបស់អ្នកថាអ្នកមានការប្រកបដោយត្រឹមត្រូវជាមួយនឹងព្រះឬទេហើយតែនៅមានអ្វីក្នុងជីវិតរបស់អ្នកដែលទ្រង់ធ្វើឲ្យអ្នកមានការសង្ស័យពេលណាដែលព្រះធ្វើឲ្យអ្នកមានការសង្ស័យអំពីអ្វីមួយចុះបញ្ឈប់វាភ្លាមទោះបីជាអ្វីក៏ដោយគ្មានអ្វីនៅក្នុងជីវិតរបស់យើងដែលគ្រាន់តែជាកំតិចមិនសំខាន់ចំពោះព្រះនោះទេតែមានរឿងអ្វីខ្លះទាក់ទងនឹងជីវិតផ្លូវកាយឬបញ្ញារបស់អ្នកដែលអ្នកមិនបានយកចិត្តទុកដាក់ទាល់តែសោះបើដូច្នោះមែនអ្នកប្រហែលជាគិតថាគ្រប់ទាំងអស់នៅក្នុងផ្នែកសំខាន់គឺមានលក្ខណៈត្រឹមត្រូវប៉ុន្តែអ្នកមានការធ្វេសប្រហែសអ្នកមិនអាចមានការខកខានក្នុងការផ្ដោតអារម្មណ៍ឲ្យបានត្រឹមត្រូវដោយសារអ្នកមិនមានថ្ងៃឈប់សម្រាកខាងសិលធម៌និងរក្សាសិលធម៌បានអ្នកមិនអាចមានថ្ងៃឈប់សម្រាកខាងវិញ្ញាណហើយអាចរក្សាព្រលឹងវិញ្ញាណបានទេព្រះទ្រង់ចង់ឲ្យអ្នកបានក្លាយជារបស់ផងទ្រង់ទាំងស្រុងហើយគឺមានការទាមទារឲ្យអ្នកមានការយកចិត្តទុកដាក់ដើម្បីរក្សាខ្លួនអ្នកឲ្យបានត្រឹមត្រូវហើយក៏ត្រូវការពេលវេលាយ៉ាងច្រើនផងដែរប៉ុន្តែពួកយើងមួយចំនួនរំពឹងថាយើងបានឡើងខ្ពស់ផុតពីបញ្ហាទាំងអស់របស់យើងទទួលបទពិសោធន៍នៅលើភ្នំមួយហើយនៅលើភ្នំមួយទៀតដោយការខិតខំប្រឹងប្រែងតែប៉ុន្មាននាទីប៉ុណ្ណោះសូមអរគុណជាមួយខ្ញុំព្រះបិតាគង់នៅឋានសួគ៌រាល់ថ្ងៃថ្មីសូមជួយរំគងឲ្យមានចិត្តដែលស្វែងរកទ្រង់ជាចិត្តដែលស្អាតស្អំបរិសុទ្ធនិងខ្ជាប់ខ្ជួនដូចជាទឹកខ្សោយនៅពេលព្រលឹមដែលធ្វើឲ្យផែនដីស្រស់ស្រាយថ្ងៃនេះសូមទ្រង់មេត្តាលើកចោលនូវភាពមិនបរិសុទ្ធភាពជឿចត់ឬអំពើអាក្រក់ដែលមាននៅក្នុងទូបង្គំហើយបំពេញដោយសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណានិងសន្តិភាពរបស់ទ្រង់ជាជំនួសវិញសូមឲ្យចិត្តទូបង្គំឆ្លុះបញ្ចាំងពីសេរីល្អព្រះគុណនិងភាពបរិសុទ្ធរបស់ទ្រង់ជារៀងរាល់ថ្ងៃសូមអរព្រះគុណសម្រាប់ថ្ងៃមួយទៀតដែលទ្រង់បានផ្ដល់ឲ្យទូបង្គំសូមអធិដ្ឋានគ្រប់ការនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន